បាទជម្រាបសួរបងប្អូនបរិសុទ្ធជាទីរាប់អាននៅក្នុងវីដេអូនេះលោកគ្រូបង្ហាញអំពីជំងឺជ្រាំងរមាស់ឬក៏ជំងឺប្រមេះទឹកថ្លាជំងឺប្រមេះទឹកថ្លាឬជ្រាំងរមាស់ហ្នឹងគឺជាប្រភេទជំងឺធ្វើឲ្យរលាកបង្ហូរនោមណាបង្កឡើងបាក់តេរីមួយឈ្មោះថា Chlamydia trachomatis ហើយឆ្លងតាមការរួមភេទជាមួយនឹងដៃគូដែលផ្ទុកមេរោគប្រមេះរោគសញ្ញានៃជំងឺជ្រាំងរមាស់ឬក៏ជំងឺប្រមេះទឹកថ្លាហ្នឹងវាធ្វើឲ្យយើងរលាកបង្ហូរនោមទាស់នោមក្តៅនោមមកកាហាយនោមមកមិនអស់នោមមកចុកឈឺផ្សាហើយហូរទឹកល្ងៃថ្លាចេញពីបង្ហូរនោមធ្វើឲ្យយើងនោមក្តៅនោមកាហាយធ្វើឲ្យយើងនោមញឹកអញ្ចឹងក្នុងករណីខ្លះវាធ្វើឲ្យហើមសរសៃពងស្វះឬក៏ហើមពងស្វះណាសម្រាប់ផលវិបាកនៃជំងឺជ្រាំងរមាស់ឬក៏ជំងឺប្រមេះទឹកថ្លាហ្នឹងអាចធ្វើឲ្យយើងរលាកប្រដាប់ភេទនឹងរ៉ាំរ៉ៃអាចធ្វើឲ្យយើងនឹងអាចគ្មានកូនជំងឺនេះបើសិនជាយើងអត់ព្យាបាលទេថ្ងៃក្រោយទៅវាអាចវិវត្តទៅជាជំងឺស្វាយប្រមេះអញ្ចឹងបើសិនជាបងប្អូនបរិសុទ្ធកើតមានជំងឺជ្រាំងរមាស់ឬក៏កើតជំងឺប្រមេះទឹកថ្លាហ្នឹងសូមអញ្ជើញទៅមន្ទីរពេទ្យឬក៏ clinic នៅជិតលោកអ្នកតាមតែអាចធ្វើទៅបានឬក៏ប្រើចំបៃ2យើងប្រើប្រភេទថ្នាំផឹកនេះផឹកព្យាបាលមកពីខាងក្នុងសូមតំណែងតាមលេខទូរស័ព្ទឬក៏ឆាតក្នុងប្រអប់សារដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែមស្ដីអំពីជំងឺជ្រាំងរមាស់ជំងឺប្រមេះទឹកថ្លាហ្នឹងនិងវិធីក្នុងការព្យាបាលដោយសប្តាហ៍ចំបៃ2សូមអរគុណ